សួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺមានភ្ញៀវគាត់យកជាប្រភេទ DJI Action 2ហើយប្រភេទនេះគឺមាន storage នៅក្នុងហ្នឹង 128GB ទាំងអស់គ្នាឃើញទេអញ្ចឹងអត់ចាំបាច់ដាក់ SD ថែមទេតែបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ SD ថែមក៏បានដែរព្រោះអីប្រភេទកាមេរ៉ារបស់ DJI នេះគឺយើងអាចដាក់ SD បន្ថែមបានណាតោះធ្វើការបើកហ្នឹងហើយទីមួយគឺជាប្រភេទខ្សែកទាំងអស់គ្នាបើសិនជាជិះម៉ូតូជិះឡានជិះកង់អីគឺយើងអាចពាក់ថតបានណាបាទហើយមួយទៀតនេះគឺជាសម្រាប់ពាក់ក្បាលបង្ហាញថង់ចេញមកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជិះកង់អីគឺត្រូវមែនតើសម្រាប់ accessory នេះគឺជាប្រភេទពាក់លើក្បាលអាចថតបានបាទតោះនេះលក្ខណៈអញ្ចឹងណាបងប្អូនដែលគាត់ធ្លាប់ជាលក្ខណៈកាមេរ៉ា action គឺដឹងហើយអាចដាក់មួយជើងមួយអីបានច្រើនហើយនេះគឺជាខ្សែ Type C បាទខ្សែសាច់មួយទៀតបើមួយទៀតហើយនេះគឺជា case សម្រាប់ដាក់ពីក្រៅកាមេរ៉ាកុំឲ្យវាឆ្កូតណាហើយថង់ទៀតគឺជាប្រភេទកាមេរ៉ា Action 2ហ្នឹងហើយតោះធ្វើការដាក់ cache ចូលហើយកុំឲ្យឆ្កូតបាទ cache គឺដាក់ហើយបែបហ្នឹងអត់ភ័យថារឿងឆ្កូតអីបែកអីទេព្រោះវាមាន cache ការពារហ្នឹងនេះគឺមាន cache ការពារបែបហ្នឹងបាទចឹងដាក់ cache មួយទៀតមកដកអាហ្នឹងចេញបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញសម្រាប់ Action 2នេះគឺវាមាន cache ការពារ cover បែបហ្នឹងណាអញ្ចឹងអត់ភ័យថាឆ្កូតអីទេហ្នឹងហើយទាំងពីរគ្រាប់ហ្នឹងហើយអញ្ចឹងបើសិនជាទាំងអស់គ្នាមានចំណាប់អារម្មណ៍អីអាចតាក់ទងនៅលេខទូរស័ព្ទខាងក្រោមបានឬក៏ឆាតចូល page ផ្ទាល់បានជួបខ្ញុំនៅវីដេអូក្រោយ